វីដេអូនេះខ្ញុំនឹងលើកបង្ហាញពីរបៀបស្វែងរក ID ជាមួយនឹងលេខសម្ងាត់របស់កម្មវិធី Socialnet Survey ទាំង Program នៅពេលដែលបងប្អូនគ្នាបង្កើត ID Survey ទាំង Program ហើយយើងចូលទៅឆែកមើលសាលារៀនចូលទៅឆែកមើលអីហ្នឹងក៏ប៉ុន្តែយើងភ្លេច ID ឬមួយទៀតឬក៏យើងភ្លេចលេខសម្ងាត់ដូច្នេះថ្ងៃនេះខ្ញុំនឹងធ្វើវីដេអូបង្ហាញពីរបៀបស្វែងរកជួនកាលអ្នកខ្លះគាត់ពឹងឲ្យគេបង្កើតឲ្យឬក៏ពេលខ្លះគាត់ទៅរៀននៅតាម center នីមួយៗហើយបន្តមកទៀតខាង center ហ្នឹងគេបង្កើតឲ្យហើយដល់ពេលយូរទៅគាត់ខាន login ចូលឬក៏គាត់ save ហើយក៏ប៉ុន្តែវាបាត់ទៅវិញអញ្ចឹងគឺគាត់អត់ដឹងថា ID នឹងលេខសម្ងាត់ប្រមាណទេដូច្នេះហើយថ្ងៃនេះខ្ញុំនឹងបង្ហាញពីរបៀបស្វែងរក ID តែម្ដងអញ្ចឹងគឺយើងចូលទៅកាន់ website Socialnet ទាំងអស់គ្នាដើម្បីធ្វើការស្វែងរក ID និងលេខសម្ងាត់ត្រឡប់មកវិញគឺយើងធ្វើតាមទូរស័ព្ទបានអត់ចាំបាច់កុំព្យូទ័រទេបើសិនជាកម្មវិធីខ្លះវាតតែប្រើប្រាស់កុំព្យូទ័រក៏ប៉ុន្តែសម្រាប់Survey ទាំង Program គឺយើងធ្វើទៅលើទូរស័ព្ទដៃបានអញ្ចឹងគឺយើងចូលទៅកាន់ Safari ឬក៏យើងចូលទៅកាន់ Chrome ឬក៏ចូលទៅកាន់ Google ក៏បានដែរឥឡូវគឺយើងចូលទៅកាន់ទូរស័ព្ទទាំងអស់គ្នាមកពេលដែលយើងចូលមកកាន់ Chrome ឬក៏យើងចូលមកកាន់ Safari យើងវាយថា socialnet.co.kr មកអញ្ចឹងគឺវានឹង load មកកាន់ផ្ទាំងបែបហ្នឹងអញ្ចឹងដើម្បីធ្វើការស្វែងរក ID និងលេខសម្ងាត់ត្រឡប់មកវិញគឺយើងចុចមើលខាងលើនេះគឺវាដាក់ថា V1 login អញ្ចឹងគឺយើងចុចទៅលើវាមកអញ្ចឹងគឺយើងចុចលើវាមកបើសិនជាយើងមាន ID ឬក៏យើងមានលេខសម្ងាត់ហើយក៏យើងធ្វើការវាយបញ្ចូលមកក៏ប៉ុន្តែដោយសារនេះគឺយើងចូលមកស្វែងរកលេខសម្ងាត់ឬ ID អញ្ចឹងគឺយើងចុចលើពាក្យថា ID Phimil Ponho Chatki អញ្ចឹងគឺយើងចុចលើវាមកនៅពេលដែលយើងចុចទៅលើវាចេញផ្ទាំងរាងតូចបន្តិចណាវាចេញផ្ទាំងរាងតូចអញ្ចឹងគឺយើងត្រូវបរិច្វាបន្តិចមកអញ្ចឹងបើសិនជាយើងភ្លេចតែ ID ទេគឺយើងភ្លេចទាំង ID និងលេខសម្ងាត់គឺយើងចុច ID Chatki ជាមុនសិនក៏ប៉ុន្តែបើសិនជាយើងមាន ID ហើយប៉ុន្តែយើងភ្លេចតែលេខសម្ងាត់ប្រមុខទេអញ្ចឹងគឺយើងមិនចាំបាច់ចុច ID Chatki ទេគឺយើងចុចលើពាក្យថា Phimil Ponho Che Sol Chang តែម្ដងក៏ប៉ុន្តែបើសិនអញ្ចឹងគឺសម្រាប់ខ្ញុំគឺខ្ញុំធ្វើវីដេអូបង្ហាញទាំងរក ID និងរកលេខសម្ងាត់ខ្ញុំធ្វើទាំងពីរតែម្ដងអញ្ចឹងខ្ញុំចុចលើពាក្យថា ID Chatki អញ្ចឹងគឺយើងចុចលើ ID Chatki អញ្ចឹងណាបងប្អូនទាំងគ្នាហើយបន្តមកទៀតកន្លែងនេះគឺយើងឃើញវាដាក់ថាសង់ម្យ៉ងអាហ្នឹងគឺយើងត្រូវតែវាយឈ្មោះរបស់យើងឲ្យដូច ID card ហើយកន្លែងនេះគឺវាដាក់ថាធឹងរកផនហូអញ្ចឹងកន្លែងនេះគឺជាលេខ ID card របស់យើងនឹងឯងអញ្ចឹងគឺយើងត្រូវបញ្ចូលខាងមុខនេះគឺយើងចូលបញ្ចូល6ខ្ទង់ហើយខាងក្រោយគឺយើងចូល7ខ្ទង់អញ្ចឹងនៅពេលដែលយើងបំពេញឈ្មោះហើយជាមួយនឹងលេខ ID card រួចយើងចុចលើពាក្យថា ID Chatki ឥឡូវខ្ញុំឧទាហរណ៍បង្ហាញឥឡូវឈ្មោះរបស់ខ្ញុំផ្ទាល់គឺសាទស៊ីថាអញ្ចឹងគឺខ្ញុំវាយបែបហ្នឹងគឺយើងវាយតកូលហើយដក clear ណាអានឹងដោយសាររបស់ខ្ញុំតកូលនឹងឈ្មោះហ្នឹងគឺដក clear ពីគ្នាអញ្ចឹងគឺយើងវាយចូលមកហើយបន្តមកទៀតគឺយើងវាយថ្ងៃឆ្នាំកណ្ដាល6ខ្ទង់ហើយខាងក្រោយនេះគឺលេខ7ខ្ទង់ខាងក្រោយបន្ទាប់ពីយើងបំពេញរួចយើងចុចលើពាក្យថា ID Chatki ឥឡូវខ្ញុំបំពេញចូលបន្ទាប់ពីបំពេញចូលហើយចាំខ្ញុំបង្ហាញបន្ថែមបន្ទាប់ពីបំពេញរួចគឺវានឹងចេញហើយកន្លែងនេះគឺវាដាក់ថា ID yo chong hanin ID នឹងអញ្ចឹងគឺយើងត្រូវកត់ ID នឹងទុក ID របស់យើងវាមានអក្សរធំអក្សរតូចលាយគ្នាឬក៏ ID ខ្លះអក្សរតូចទាំងអស់ជាក់ស្ដែងដូចរបស់ខ្ញុំគឺ ID របស់ខ្ញុំគឺអក្សរតូចទាំងអស់អញ្ចឹងបន្ទាប់ពីយើងស្វែងរក ID ហើយគឺយើងចូលទៅស្វែងរកលេខសម្ងាត់ម្ដងអញ្ចឹងគឺយើងចុចកន្លែងពាក្យថា Phimil Ponho Che Sol Chang អញ្ចឹងគឺយើងចុចលើវាមកចូលមកដល់កន្លែងហ្នឹងគឺខ្ញុំបរិច្រៀងធំបន្តិចដើម្បីវាស្រួលមើលអញ្ចឹងនៅពេលដែលចូលមកគឺកន្លែងនេះគឺវាឃើញថា ID ហ្នឹងគឺជា ID ដែលយើងបានស្វែងរកបាញ់មិញហ្នឹងហើយបើសិនជាបងប្អូនគ្នាមាន ID ហើយគឺយើងវាយបញ្ចូលមកហើយបន្តមកទៀតកន្លែងនេះគឺវាដាក់ថាសង់ម្យ៉ងគឺឈ្មោះរបស់យើងដោយ ID card ដែលខ្ញុំបញ្យល់ពីខាងដើមអញ្ចឹងហើយបន្តមកទៀតកន្លែងនេះគឺជាលេខ ID card របស់យើងលេខ ID card 6ខ្ទង់ហើយនិង7ខ្ទង់អញ្ចឹងគឺយើងត្រូវបំពេញបញ្ចូលមកហើយបន្តមកទៀតគឺលេខទូរស័ព្ទដៃលេខទូរស័ព្ទដៃហ្នឹងគឺជាលេខទូរស័ព្ទដែលបង្កើត ID នឹងដំបូងណានៅពេលដែលយើងបង្កើត ID នឹងដំបូងប្រើលេខទូរស័ព្ទដៃណាក៏យើងត្រូវតែបញ្ចូលលេខទូរស័ព្ទដៃហ្នឹងទោះបីជាលេខទូរស័ព្ទដៃហ្នឹងយើងឈប់ប្រើក៏ដោយអត់បញ្ហាទេឲ្យតែយើងចាំលេខហ្នឹងគឺយើងវាយបញ្ចូលមកបើសិនជាឧទាហរណ៍ថាយើងបង្កើតលេខទូរស័ព្ទជាមួយនឹងលេខទូរស័ព្ទចាស់ពីមុនក៏ប៉ុន្តែយើងអត់ចាំឬក៏យើងអត់ដឹងហើយយើងបញ្ចូលលេខទូរស័ព្ទដៃថ្មីគឺវាអត់ឲ្យទេអញ្ចឹងគឺយើងត្រូវចាំថាយើងបង្កើតជាមួយ
ជាមួយនឹងលេខទូរស័ព្ទដៃណាគឺយើងដាក់លេខទូរស័ព្ទដៃហ្នឹងមកហើយបើសិនជាក្នុងករណីដែលបងប្អូនទាំងគ្នាអត់ចាំលេខហ្នឹងទេយើងមានវិធីមួយទៀតគឺយើងត្រូវបំពេញ form មួយមានទម្រង់ចាញ់ខ្ញុំដាក់រូបឲ្យមើលអញ្ចឹងគឺបងប្អូនគ្នាត្រូវបំពេញ form ហ្នឹងហើយគឺយើងផ្ញើតាមម៉ាស៊ីន PAXU នេះទៅកាន់លេខ PAXU នេះដើម្បីស្នើសុំលេខសម្ងាត់ត្រឡប់មកវិញអាហ្នឹងក្នុងករណីដែលយើងអត់ចាំលេខទូរស័ព្ទដៃហ្នឹងគឺយើងត្រូវតែបំពេញ form ហើយ form គំរូចាំខ្ញុំបង្ហាញហើយចាំតិចទៀតខ្ញុំនឹងចូលទៅបង្ហាញបងប្អូនគ្នាពីរបៀប download form តែយើងចូលទៅ download នៅកន្លែងណាហ្នឹងក្នុងករណីដែលយើងអត់ចាំលេខទូរស័ព្ទក៏ប៉ុន្តែឥឡូវចំពោះខ្ញុំគឺខ្ញុំចាំលេខទូរស័ព្ទអត់បញ្ហាអីទេឥឡូវគឺខ្ញុំបញ្ចូលបន្ទាប់ពីយើងបញ្ចូលរួចយើងចុចលើពាក្យថា Hakin មកយើងបំពេញជាមួយនឹង ID ហើយបំពេញឈ្មោះរបស់យើងដោយ ID card លេខ ID card របស់យើងទាំងអស់ហើយជាមួយនឹងលេខទូរស័ព្ទដៃបន្ទាប់ពីយើងបំពេញរួចយើងចុចលើពាក្យថា Hakin បន្ទាប់មកគឺវានឹងឲ្យយើងបញ្ចូលលេខចាថាលេខសម្ងាត់ថ្មីឥឡូវខ្ញុំបំពេញសិនចាខ្ញុំបង្ហាញបងប្អូនគ្នាជាបន្តទៀតនៅពេលដែលយើងបំពេញព័ត៌មានត្រឹមត្រូវរួចហើយកន្លែងនេះគឺវាដាក់ថា Seron Pimil Ponho ហើយកន្លែងនេះគឺវាដាក់ថា Pimil Ponho Hakin អញ្ចឹងគឺយើងត្រូវបំពេញលេខសម្ងាត់ថ្មីបងប្អូនគ្នាបំពេញអីក៏បានដែរយើងបំពេញជាអក្សរតូចទាំងអស់ទៅបងប្អូនគ្នាមិនបាច់ចាំដាក់អក្សរធំលេខតូចនាំពិបាកញ៉ៃញ៉ៃឈឺក្បាលទេហើយចំពោះលេខសម្ងាត់កម្មវិធីហ្នឹងបងប្អូនគ្នាគួរតែកុំដាក់ស្មុគស្មាញពេកគឺយើងដាក់ងាយទៅឥឡូវខ្ញុំឧទាហរណ៍បង្ហាញបងប្អូនគ្នាឥឡូវខ្ញុំឧទាហរណ៍ដូចខ្ញុំអញ្ចឹងខ្ញុំដាក់តាស៊ីថាអញ្ចឹងមកហើយបន្តមកខ្ញុំដាក់1 2 3 4ហើយដុល្លារអញ្ចឹងមកបានហើយខ្ញុំដាក់ឥឡូវខ្ញុំដាក់ខាងក្រោមមួយទៀតឲ្យដូចគ្នាចាំតិចប្រិមិត្តខ្ញុំដាក់ខាងក្រោមដូចគ្នាខ្ញុំដាក់ថាស៊ីថា1 2 3 4ដុល្លារអញ្ចឹងមកបន្ទាប់ពីយើងដាក់អញ្ចឹងហើយគឺយើងចុចលើពាក្យថា Pimil Ponho ប្រាំខ្យងមកគឺវានឹងធ្វើការផ្លាស់ប្ដូរលេខសម្ងាត់ថ្មីឲ្យយើងតែម្ដងហើយខ្ញុំប្រាប់បងប្អូនគ្នាថាហេតុអីបានជាយើងដាក់លេខសម្ងាត់ងាយស្រួលវាយបញ្ចូលព្រោះនៅពេលដែលយើងចុះឈ្មោះចូលរៀនយើងអ្នកខ្លះគាត់ពឹងពាក់គេចុះឈ្មោះឲ្យអញ្ចឹងហើយបើសិនជាគាត់ដាក់លេខសម្ងាត់សាំញ៉ាំពេកពេលដែលគាត់ឲ្យគេចុះឈ្មោះឲ្យមុំតវាយ ID មុំតវាយលេខសម្ងាត់ត្រូវហ្នឹងគឺវារៀងញ៉ៃញ៉ៃជួនកាលវាយខុសអីម្ដងវាកើតទៅជាបញ្ហាចូលអត់បានអីចឹងទៀតអាហ្នឹងគឺស្មុគស្មាញអញ្ចឹងចំពោះកម្មវិធីហ្នឹងបងប្អូនគ្នាដាក់លេខសម្ងាត់ងាយស្រួលចាំទៅគឺអត់អីទេសម្រាប់ខ្ញុំផ្ទាល់ក៏ខ្ញុំដាក់អញ្ចឹងដែរទោះបីជាខ្ញុំចុះឈ្មោះខ្លួនឯងក៏ដោយក៏ប៉ុន្តែពេលខ្លះយើងអាចផ្លិចយើងលុកទៅក្នុង app ផ្សេងឬក៏លុកទៅក្នុងកម្មវិធីផ្សេងវាងាយស្រួលចាំណាអញ្ចឹងបងប្អូនគ្នាដាក់ងាយមកបន្ទាប់ពីយើងដាក់រួចរាល់ហើយគឺយើងចូលទៅ login សារថ្មីតែម្ដងឥឡូវបន្ទាប់ពីយើងផ្លាស់ប្ដូររួចយើងចូលទៅ login មកពីយើងបានធ្វើការផ្លាស់ប្ដូរលេខសម្ងាត់ហើយជាមួយនឹង ID អីរួចរាល់ហើយគឺយើងចុចកន្លែងហ្នឹងដដែលគឺយើងបរិចមកហើយយើងចុចលើពាក្យថា V1 login Ponho ហើយបន្តមកគឺយើងត្រូវតែបញ្ចូលជាមួយនឹង ID ហើយជាមួយនឹងលេខសម្ងាត់ដែលយើងបានដាក់បាញ់មិញហ្នឹងបន្ទាប់ពីយើងដាក់រួចហើយយើងចុចលើពាក្យថា login មកគឺយើងអាចធ្វើការប្រើប្រាស់បានហើយឥឡូវខ្ញុំដាក់បញ្ចូល ID របស់ខ្ញុំណានេះខ្ញុំដាក់បញ្ចូល ID របស់ខ្ញុំហើយតោះមកខ្ញុំចុច login មកបន្ទាប់មកយើងចុចថាមេផ្យងហាគីនេះគឺជាវាចេញមកវាចេញ ID របស់យើងវាចេញអីចឹងណាបងប្អូនគ្នាបន្ទាប់ពីហ្នឹងហើយគឺយើងអាចធ្វើការចុះឈ្មោះចូលរៀនអីបានទាំងអស់នេះបងប្អូនគ្នាឃើញអត់នេះគឺវាមានចេញសាលាចេញអីមកហើយព្រោះដោយសារឥឡូវហ្នឹងគឺកំពុងតែវគ្គបុកចុះឈ្មោះដែរខ្ញុំហ្នឹងក៏ទទួលចុះឈ្មោះបានច្រើនគ្នាដែរចុះបានខ្លះអត់ខ្លះក៏មានចឹងណាបងប្អូនគ្នាហើយយើងចូលមកឆែកបន្ទាប់ពីយើងបាន ID ហើយយើងចូលមកឆែកមកបងប្អូនគ្នាយើងចូលមកឆែកសាលាបើយើងចូលមកឆែកសាលាយើងចុចកន្លែង survey តោះថា program ខ្វះចង់សិនឆងហ្នឹងយើងចូលមកបើសិនជាឃើញសាលារៀនអញ្ចឹងគឺចេញសាលាហើយយើងមើលតាមហ្នឹងមកហើយបើសិនជាយើងចង់ឆែកមើលកម្រិតរបស់យើងអីយើងចូលនៅក្នុង my page មកយើងចូលក្នុង my page មកគឺវានឹងមានជាមួយនឹងកម្រិតអីរបស់យើងនៅក្នុងនឹងទាំងអស់អញ្ចឹងគឺបងប្អូនគ្នាអាចធ្វើការ check មើលតាមហ្នឹងហើយនឹងស្វែងរកលេខសម្ងាត់ជាមួយនឹង ID តាមនឹងបានដូចគ្នាហើយបន្តមកទៀតឥឡូវខ្ញុំនឹងប្រាប់ពីរបៀបស្វែងរក download ឯកសារដើម្បីឧទាហរណ៍ថាក្នុងករណីដែលខ្ញុំបាននិយាយមិញថាក្នុងករណីដែលបងប្អូនគ្នាអត់ចាំលេខទូរស័ព្ទដៃដែលបកកើតទេអញ្ចឹងគឺយើងចូលមក download ឯកសារដើម្បីបំពេញ form ឥឡូវគឺយើងឃើញកន្លែងនេះគឺវាដាក់ថា Alim Madang អញ្ចឹងគឺយើងចុចលើ Alim Madang បន្តមកទៀតយើងឃើញអក្សររៀងតូចបងប្អូនគ្នាអក្សររៀងតូចឥឡូវខ្ញុំបរិចវាបន្តិចធំបន្តិចមកយើងនឹងឃើញវាដាក់ថា Minwon Sosik អញ្ចឹងយើងចុចលើពាក្យថា Minwon Sosik មក
ហើយបងប្អូនគ្នានឹងឃើញពាក្យមួយដែលវាដាក់ថានេះខាងលើគេអ្នកបងប្អូនគ្នានឹងឃើញពាក្យថា Pimil Ponho Sin Chong Yang Sik អញ្ចឹងគឺយើងចុចលើវាមកហើយយើងធ្វើការ download ឥឡូវយើង download file ហ្នឹងណាហើយបន្តមកយើងចុចមើលវាមកបន្តមកទៀតយើងនឹងឃើញហើយអញ្ចឹងចាំតិចមកបងប្អូនគ្នានេះគឺវាមានទម្រង់បែបហ្នឹងគឺទម្រង់បែបនេះចាំតិចបងប្អូនគឺវាមានទម្រង់បែបហ្នឹងហើយបន្តមកយើងបំពេញជាមួយនឹងឈ្មោះបំពេញជាមួយនឹងអីតាមហ្នឹងមកអាហ្នឹងវារៀងពិបាកបន្តិចបងប្អូនគ្នាឥឡូវខ្ញុំមិនបង្ហាញបន្ថែមទេខ្ញុំគ្រាន់តែបង្ហាញពីបងប្អូនគ្នាពីរបៀបចាញ់ថាបង្ហាញពីរបៀប download ពីរបៀបអីចឹងណាហើយខ្ញុំគិតថាបងប្អូនគ្នាពេលខ្លះអត់អីទេប្រកាសជាចាំហើយជាមួយនឹងលេខទូរស័ព្ទដៃដែលបង្កើតជាមួយនឹង software ទាំង program ហ្នឹងអញ្ចឹងចំពោះវីដេអូដូចជាមានតែប៉ុណ្្នឹងទេ